ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានព្រមានថាការវាយប្រហាររបស់សហរដ្ឋអាមេរិកលើប្រទេសអ៊ីរ៉ង់អាចអូសបន្លាយពេលយូរជាង1ខែខណៈដែលសង្គ្រាមបានរីករាលដាលនៅថ្ងៃអង្គារទី3ខែមីនាឆ្នាំ2026ដោយអ៊ីស្រាអែលបានទម្លាក់គ្រាប់បែកលើប្រទេសលីបង់ហើយទីក្រុងតេហេរ៉ង់កំណត់គោលដៅវាយប្រហារលើសម្ព័ន្ធមិត្តអាមេរិកនៅឈូងសមុទ្ររួមទាំងបង្ហោះដ្រូនវាយប្រហារស្ថានទូតសហរដ្ឋអាមេរិកនៅប្រទេសអារ៉ាប៊ីសាអូឌីតមិនយូរប៉ុន្មានបន្ទាប់ពីសហរដ្ឋអាមេរិកបានជំរុញឲ្យជនជាតិអាមេរិកាំងភៀសខ្លួនចេញពីប្រទេសនៅតំបន់មជ្ឈិមបូព៌ាទាំងអស់តាំងពីប្រទេសអេស៊ីបទៅទិសខាងកើតនោះផ្សែងបានហុយត្រឡោមឡើងលើស្ថានទូតសហរដ្ឋអាមេរិកនៅទីក្រុងរីយ៉ាតបន្ទាប់ពីវាត្រូវបានវាយប្រហារដោយដ្រូនចំនួន2គ្រឿងនេះបើយោងតាមអ្នកនាំពាក្យការពារជាតិអារ៉ាប៊ីសាអូឌីតទោះបីជាមិនមានរបាយការណ៍ភ្លាមៗអំពីអ្នករងរបួសក៏ដោយការផ្ទុះដ៏ខ្លាំងក្លាថ្មីក៏បានអង្រួនបង្អួចនៅទីក្រុងតេហេរ៉ង់ផងដែរខណៈដែលយន្តហោះចម្បាំងបានហោះពីលើរដ្ឋធានីអ៊ីរ៉ង់អ្នកកាសែត AFP បានឃើញព្រឹត្តិការណ៍នោះខណៈដែលមន្ត្រីបញ្ចកោណបានអះអាងថាខ្លួនសម្រេចបាននៅឧត្តមភាពផ្លូវអាកាសលើប្រទេសដែលគ្រប់គ្រងតាំងពីឆ្នាំ1979ដោយក្រុមបព្វជិតអ៊ីស្លាមដែលប្រឆាំងយ៉ាងខ្លាំងក្លានឹងសហរដ្ឋអាមេរិកលោកត្រាំបានថ្លែងថាសង្គ្រាមដែលបានចាប់ផ្ដើមនៅថ្ងៃសៅរ៍ដោយមានការវាយប្រហារដែលបានសម្លាប់មេដឹកនាំកំពូលរបស់អ៊ីរ៉ង់គឺលោកអាយ៉ាតូឡាអាលីខាមេនីកំពុងដំណើរការលឿនជាងកាលវិភាគប៉ុន្តែសហរដ្ឋអាមេរិកបានត្រៀមខ្លួនសម្រាប់ចំនួនដ៏យូរអង្វែងលោកបានមានប្រសាសន៍ថាតាំងពីដើមដំបូងមកយើងបានព្យាករណ៍ថានឹងមានរយៈពេលពី4ទៅ5សប្តាហ៍ប៉ុន្តែយើងមានសមត្ថភាពធ្វើបានយូរជាងនេះបើតាមប្រសាសន៍លោកត្រាំដែលបានថ្លែងនៅឯសេតាវិមានលោកក៏បានដាក់ចេញជាលើកដំបូងនៅគោលបំណងផងដែរនៃប្រតិបត្តិការ Epic Fury ទី1គឺការបំផ្លាញកម្មវិធីមីស៊ីលកងទ័ពជើងទឹកនិងនុយក្លេអ៊ែររបស់អ៊ីរ៉ង់និងបញ្ឈប់ការគ្រប់គ្រងរបស់អ៊ីរ៉ង់ដល់ក្រុមប្រដាប់អាវុធនៅទូទាំងតំបន់គោលដៅទាំងនោះមិនរាប់បញ្ចូលការផ្ដួលរំលំសាធារណរដ្ឋអ៊ីស្លាមនោះទេទោះបីជាកាលពីថ្ងៃសៅរ៍លោកត្រាំបានជំរុញឲ្យប្រជាជនអ៊ីរ៉ង់ក្រោកឡើងនិងផ្ដួលរំលំរដ្ឋាភិបាលរបស់ពួកគេក៏ដោយលោក Marco Rubio រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិកបានបង្ហាញពីការរាយរាប់ថ្មីគួរឲ្យភ្ញាក់ផ្អើលអំពីរបៀបដែលចំនួនបានចាប់ផ្ដើមដោយលោកបានថ្លែងថាសហរដ្ឋអាមេរិកដែលបានកសាងកម្លាំងយោធារបស់ខ្លួនដល់កម្រិតមិនធ្លាប់មានឃើញតាំងពីការឈ្លានពានអ៊ីរ៉ាក់នៅឆ្នាំ2003មកនោះបានវាយប្រហារតែនៅពេលបន្ទាប់ពីដឹងថាសម្ព័ន្ធមិត្តអ៊ីស្រាអែលបានត្រៀមខ្លួនវាយប្រហារអ៊ីរ៉ង់លោក Rubio បានអះអាងថាអ៊ីរ៉ង់បានត្រៀមខ្លួនជាស្រេចដើម្បីវាយប្រហារកងកម្លាំងសហរដ្ឋអាមេរិកនៅក្នុងតំបន់ដើម្បីឆ្លើយតបទៅនឹងអ៊ីស្រាអែលដូច្នេះលោកត្រាំបានសម្រេចចិត្តធ្វើអន្តរាគមន៍ជាមុនរួមជាមួយនឹងអ៊ីស្រាអែលអ៊ីរ៉ង់បានឆ្លើយតបទៅនឹងការវាយប្រហារនេះដោយបាញ់មីស៊ីលនិងដ្រូនឆ្លងកាត់តំបន់មជ្ឈិមបូព៌ាដោយគម្រាមកំហែងយ៉ាងច្បាស់ថានឹងបង្កើនថ្លៃថាមពលដែលអាចបង្កការបំផ្លិចបំផ្លាញដល់សេដ្ឋកិច្ចពិភពលោកឧត្តមសេនីយ៍ Sada Jabari នៃកងឆ្មាំបដិវត្តន៍បានថ្លែងអំពីផ្លូវទឹកយុទ្ធសាស្ត្រទៅកាន់ឈូងសមុទ្រដែលប្រេងប្រហែល 20% នៃការដឹកជញ្ជូននៅទូទាំងពិភពលោកទៅឆ្លងកាត់តំបន់នោះថាយើងនឹងដុតកប៉ាល់ណាមួយដែលព្យាយាមឆ្លងកាត់ច្រកសមុទ្រ Hormuz តម្លៃឧស្ម័នធម្មជាតិអឺរ៉ុបបានកើនឡើងជាង 39% បន្ទាប់ពីក្រុមហ៊ុនថាមពលនៅរដ្ឋកាតាបាននិយាយថាខ្លួនបានបញ្ឈប់ការផលិតឧស្ម័នធម្មជាតិរាវបន្ទាប់ពីការវាយប្រហាររបស់អ៊ីរ៉ង់ប្រទេសកាតាដែលមានទំនាក់ទំនងល្អជាមួយនឹងអ៊ីរ៉ង់មុនសង្គ្រាមបាននិយាយថាខ្លួនបានបាញ់ទម្លាក់យន្តហោះទម្លាក់គ្រាប់បែករបស់អ៊ីរ៉ង់ចំនួន2គ្រឿងដែលនេះជាលើកដំបូងហើយដែលប្រទេសនៅតំបន់អារ៉ាប់ក្នុងឈូងសមុទ្រមួយដែលបានវាយប្រហារយន្តហោះពីប្រទេសជិតខាងដ៏ធំរបស់ខ្លួនFor 47 long years, the expansionist and Islamist regime in របបពង្រីកអំណាចនិងអ៊ីស្លាមនិយមនៅទីក្រុងតេហេរ៉ង់បានធ្វើសង្គ្រាមដ៏សាហាវយង់ឃ្នងនិងជាឯកតោភាគីប្រឆាំងនឹងសហរដ្ឋអាមេរិកពួកគេតែងតែមិនប្រកាសជាចំហទេលើកឡើងតែការប្រកាសស្អិតជុំឈររបស់ពួកគេថាងាប់ទៅអាមេរិកពួកគេបានធ្វើតាមរយៈសាច់ឈាមរបស់យើងដោយដាក់គ្រាប់បែករថយន្តនៅទីក្រុងបេរូត
ការវាប្រហារដោយរ៉ុកែតលើកប៉ាល់របស់យើងគិតកម្មនៅស្ថានទូតរបស់យើងក្របបែកតាមដងផ្លូវនៅក្នុងប្រទេសអ៊ីរ៉ាក់និងអាហ្វហ្គានីស្ថានដែលទទួលបានមូលនិធិនិងប្រដាប់អាវុធពីឃាតករកងកម្លាំងគុតនិងកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់អតីតយុទ្ធជនចំនួនខ្ញុំមានឈ្មោះបងប្អូនដែលមិនបានត្រឡប់មកផ្ទះវិញរាប់ពាន់នាក់បងប្អូនដែលត្រូវបានសម្លាប់ដោយគ្រាប់បែកតាមដងផ្លូវដែលគ្រប់គ្រងដោយអ៊ីរ៉ង់និងកងជីវពលដែលប្រដាប់អាវុធល្អយើងមិនបានចាប់ផ្ដើមសង្គ្រាមនេះទេប៉ុន្តែក្រោមការដឹកនាំរបស់ប្រធានាធិបតីត្រាំយើងកំពុងបញ្ចប់វាសង្គ្រាមរបស់ពួកគេលើជនជាតិអាមេរិកបានក្លាយជាការសងសឹករបស់យើងប្រឆាំងនឹងមេដឹកនាំជាន់ខ្ពស់របស់ពួកគេនិងក្រុមធម្មការរបស់គាត់វាត្រូវការប្រធានាធិបតីទី47ដែលជាអ្នកប្រយុទ្ធដែលតែងតែតម្កល់អាមេរិកជាមុនសិនដើម្បីគូបន្ទាត់ចុងក្រោយបន្ទាប់ពីសង្គ្រាមអ៊ីរ៉ង់រយៈពេល47ឆ្នាំលោកបានរំលឹកពិភពលោកម្ដងហើយម្ដងទៀតថាការក្លាយជាពលរដ្ឋអាមេរិកមានន័យថាជាអ្វីមួយដែលមិនអាចបំបែកបានប្រសិនបើអ្នកសម្រាប់ជនជាតិអាមេរិកប្រសិនបើអ្នកគំរាមកំហែងពលរដ្ឋអាមេរិកនៅកន្លែងណាមួយនៅលើផែនដីយើងនឹងតាមប្រមាញ់អ្នកដោយគ្មានការសំទោសនិងមិនស្ទាក់ស្ទើរហើយយើងនឹងសម្លាប់អ្នកក្រសួងការបរទេសសហរដ្ឋអាមេរិកកាលពីថ្ងៃច័ន្ទបានជំរុញឲ្យពលរដ្ឋអាមេរិកនៅទូទាំងតំបន់មជ្ឈិមបូព៌ាចាក់ចែងឲ្យបានឆាប់តាមដែលអាចធ្វើទៅបានដោយប្រើប្រាស់មធ្យោបាយធ្វើដំណើរទាំងអស់ដែលមានបើទោះបីជាអាកាសយានដ្ឋានជាច្រើននៅជុំវិញតំបន់នៅតែបិទក៏ដោយខណៈដែលការវាយប្រហារតាមអាកាសនៅតែបន្តការវាយប្រហារចុងសប្តាហ៍ដោយសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលលើអ៊ីរ៉ង់បានបង្កឲ្យអសកម្មភាពដល់ស្ថានទូតនិងស្ថានកុងស៊ុលសហរដ្ឋអាមេរិកនៅទូទាំងតំបន់មជ្ឈិមបូព៌ាខណៈដែលអ៊ីរ៉ង់សងសឹកវិញស្ថានទូតសហរដ្ឋអាមេរិកនៅបារ៉ែនត្រូវបានបិទនៅប្រទេសគុយវ៉ែតពលរដ្ឋអាមេរិកត្រូវបានគេប្រាប់ឲ្យស្នាក់នៅក្នុងផ្ទះហើយស្ថានទូតក៏បានបិទទ្វារផងដែរនៅថ្ងៃអង្គារនេះនៅប្រទេសយ៉ូដានីបុគ្គលិកការទូតត្រូវបានជំនះចេញជាបណ្ដោះអាសន្នកាលពីថ្ងៃច័ន្ទដោយសារតែការគំរាមកំហែងមួយពលរដ្ឋអាមេរិកត្រូវបានគេប្រាប់ឲ្យស្នាក់នៅកន្លែងនោះរហូតដល់មានការជូនដំណឹងបន្ថែមខណៈដែលអ៊ីរ៉ង់សងសឹកនៅទូទាំងតំបន់ដើម្បីឆ្លើយតបទៅនឹងការវាយប្រហាររបស់សហរដ្ឋអាមេរិកនិងអ៊ីស្រាអែលក្រសួងការបរទេសបានចេញការជូនដំណឹងឲ្យប្រុងប្រយ័ត្នទូទាំងពិភពលោកសម្រាប់ពលរដ្ឋអាមេរិកទាំងអស់ដែលរស់នៅក្រៅប្រទេសចាប់តាំងពីថ្ងៃសៅរ៍មកដែលនេះជាការជូនដំណឹងលើកដំបូងចាប់តាំងពីថ្ងៃទី22ខែមិថុនាឆ្នាំ2025បន្ទាប់ពីសហរដ្ឋអាមេរិកបានធ្វើអន្តរាគមន៍ក្នុងចំនួនរយៈពេល12ថ្ងៃរវាងអ៊ីស្រាអែលនិងអ៊ីរ៉ង់ក្រសួងការបរទេសមិនបានបញ្ជាក់ព័ត៌មានលម្អិតទេដូច្នេះគេមិនដឹងច្បាស់ថាមានពលរដ្ឋអាមេរិកប៉ុន្មានអ្នកកំពុងតែនៅតំបន់មជ្ឈិមបូព៌ាប៉ុន្តែនៅថ្ងៃច័ន្ទគឺមន្ត្រីក្រសួងការបរទេសបានជំរុញឲ្យពលរដ្ឋអាមេរិកចាក់ចេញពីប្រទេសបារ៉ែនអេស៊ីបអ៊ីរ៉ង់អ៊ីរ៉ាក់អ៊ីស្រាអែលតំបន់ West Bank និងហ្គាហ្សាយ៉ូដានីគុយវ៉ែតលីបង់អូម៉ង់កាតាអារ៉ាប៊ីសាអូឌីតស៊េរីអេមីរ៉ាតអារ៉ាប់រួមនិងយេម៉ែនមន្ត្រីរូបនេះបាននិយាយថាសមាជិកកងទ័ពសហរដ្ឋអាមេរិកចំនួន6នាក់ត្រូវបានសម្លាប់នៅក្នុងសមរភូមិនិង18នាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរអង្គការអន្តរជាតិក្រហមអ៊ីរ៉ង់បាននិយាយថាមនុស្សជាង200នាក់ត្រូវបានសម្លាប់និង700នាក់ផ្សេងទៀតបានរងរបួសនៅក្នុងប្រទេសអ៊ីរ៉ង់